បងប្អូនទាំងអស់គ្នាបាទចឹងនៅក្នុងវីដេអូคลิปខ្លីនេះគឺខ្ញុំមកចែកម្លែកព័ត៌មានប្រចាំថ្ងៃជាបន្តទៀតហើយព័ត៌មាននេះគឺតាក់ទងជាមួយនឹងលោកនាយករដ្ឋមន្ត្រីថៃលោកអនុទានឆាន់វីរៈខុនភ័យរហូតដល់តែដេកមិនលក់បាទចឹងដោយសារតែលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ផ្អាកការចរចារឿងពាណិជ្ជកម្មតាក់ទងជាមួយនឹងប្រទេសអាមេរិកផងដែរនាយករដ្ឋមន្ត្រីថៃលោកអនុទានឆាន់វីរៈខុនបានបង្ហោះសារទាំងកណ្ដាលយប់ថ្ងៃទី16ខែវិច្ឆិកាឆ្នាំ2025នេះដើម្បីជូនដំណឹងដល់ប្រជាពលរដ្ឋរបស់ខ្លួនដែលព្រួយបារម្ភអំពីការផ្អាកការចរចារបស់សហរដ្ឋអាមេរិកជាមួយនឹងប្រទេសថៃដែលតាក់ទងជាមួយនឹងរឿងពន្ធគយដោយសារតែប្រទេសថៃបានផ្អាកសេចក្តីប្រកាសរួមដោយឯកតោភាគីស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសថៃនិងប្រទេសកម្ពុជានៅវេលាម៉ោងប្រមាណជា 1:44 នាទីយប់មិញនេះលោកអនុទានបានបង្ហោះសារលើបណ្ដាញសង្គម Facebook ដោយលោកនិយាយថាលោកអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ានបានទូរស័ព្ទមកកាន់រូបលោកម្ដងទៀតនៅយប់ថ្ងៃទី15ខែវិច្ឆិកាឆ្នាំ2025នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានដែលមានឈ្មោះថា Khawsot English នៅក្នុងការសន្ទនានោះលោកអាន់វ៉ាអ៊ីប្រាហ៊ីមបានបញ្ជាក់ប្រាប់លោកអនុទានថាលោកបានពិភាក្សាពីបញ្ហានេះជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ម្ដងទៀតបន្ទាប់ពីការពិភាក្សាពីមុនរបស់ពួកគេលោកប្រធានាធិបតី Trump បានយល់ស្របនឹងជំហររបស់លោកអនុទានថាការដោះមានមនុស្សធម៌គឺជាបញ្ហាសំខាន់មួយនៅក្នុងសេចក្តីប្រកាសដែលបានចុះហត្ថលេខារួមគ្នារវាងប្រទេសថៃនិងប្រទេសកម្ពុជាដូច្នេះលោកត្រាំបានស្នើរដ្ឋាភិបាលថៃពន្លឿនប្រតិបត្តិការដោះមីនឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបានដោយសារតែគ្រោះថ្នាក់ខ្លាំងដល់អាយុជីវិតរបស់ប្រជាជននៃប្រទេសទាំងពីរបើតាមលោកអនុទាននិយាយថាលោកត្រាំបានបញ្ជាក់យ៉ាងច្បាស់និងបានស្នើឲ្យលោកអាន់វ៉ាអ៊ីប្រាហ៊ីមពំនាំសារនេះមកប្រាប់រូបលោកម្ដងទៀតថាសហរដ្ឋអាមេរិកនឹងមិនភ្ជាប់ការផ្អាកសេចក្តីប្រកាសជាមួយនឹងការចរចាពាណិជ្ជកម្មដែលកំពុងបន្តរវាងប្រទេសថៃនិងប្រទេសអាមេរិកនោះទេគ្រាន់តែឮដំណឹងនេះភ្លាមធ្វើឲ្យលោកអនុទានរំភើបរស័ព្ទរសល់នៅមិនសុខហើយបានស្នើសុំលោកអាន់វ៉ាដើម្បីបង្ហោះសារនេះទាំងយប់ដើម្បីឲ្យប្រជាជនថៃដែលព្រួយបារម្ភពីបញ្ហានេះបានសប្បាយចិត្តនិងកាត់បន្ថយការរិះគន់មកលើរដ្ឋាភិបាលរបស់លោកសូមជម្រាបជូនផងដែរថាដើមឡើយសហរដ្ឋអាមេរិកបានផ្អាកជាបណ្ដោះអាសន្នសម្រាប់ការចរចាពន្ធគយរវាងប្រទេសថៃនិងប្រទេសអាមេរិកលុះត្រាតែភាគីថៃបដិញ្ញាចិត្តចំពោះការអនុវត្តតាមសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជានិងប្រទេសថៃនៅទីក្រុងកូឡាឡាំពួរនេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសថៃលោកនីខុនដេតបាឡាញ់កូរ៉ាបាននិយាយនៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងអ្នកសារព័ត៌មានពីការវិវត្តចុងក្រោយបំផុតនៃស្ថានភាពព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃនៅថ្ងៃទី15ខែវិច្ឆិកាឆ្នាំ2025នេះ